ngàyនេះយើងនិយាយគ្នាលេងអ្នកដែលចូលចិត្តស្ដាប់ខ្ញុំស្ដាប់លេងទៅតាក់ទងទៅនឹងក្មេងសំណួរដែលចូលចិត្តសួរខ្ញុំគេឪពុកម្ដាយសួរថាលោកគ្រូកូនខ្ញុំអាសាឈឺផ្ដាសាយជាសបោកក្អកហត់ចឹងមិនទៅមុខទីអាចវិវត្តមានបញ្ហាអីអត់អាចកូនអាសាហត់អាសាកាត់ហឺតអីអត់សំណួរនោះវើញបើថានិយាយមិនអស់ទេអាហ្នឹងនិយាយ3 4ម៉ោងមិនអស់ដែរព្រោះផ្ដាសាយជាសបោកផ្សេងបញ្ហាហឺតផ្សេងបញ្ហាលាកសុទ្ធផ្សេងបញ្ហាលាកកផ្សេងវាខុសៗគ្នាមេរោគទៅតាមប្រភេទជំងឺនីមួយៗផ្សេងគ្នាហៅថាថ្ងៃនេះចង់និយាយលេងតែតងមិននិយាយលេងនិយាយមែនតើតាក់តងទៅនឹងបញ្ហាក្មេងតាសារឈឺញឹកណាផ្ដាសាយជាសបោកក្អកអីហ្នឹងតិចបន្តួចវានឹងប៉ះពាល់ទៅអនាគតហើយអនាគតវាថាទៅធំឡើងទៅអាចមានអាសាខ្សោយអាសាឈឺគេថាមិនសូវមានសាច់មានអីចឹងអាសាងាកឈឺឈឺក្បាលវិនមុខអីចឹងវាអាចមានចឹងដែរព្រោះធម្មតាប្រព័ន្ធការពារខ្លួនយើងសំខាន់គឺដំបូងហ្នឹងហើយកាច់ក្បាលដំបូងបើវាល្អតែកាច់ក្បាលដំបូងមានបញ្ហាដែលល្អទៅដូចខ្ញុំតែណែនាំហ្នឹងទីរੂដែលកើតមកកើតងាមកតែឈឺអាសាឈឺញឹកហើយធំឡើងនឹងអាសាឈឺញឹកទៀតហើយវាដូចអន់ហ្មងសែនអន់ហ្មងខ្សោយហ្មងណាហើយអញ្ចឹងគាត់ថាធ្វើម៉េចព្យាយាមកុំឲ្យទៅកូនឈឺច្រើនពេករឿងលាកករឿងផ្ដាសាយហ្នឹងជារឿងធម្មតារបស់ក្មេងទេវាជាបំផុតទេដោយសារតែតើតោរឿងអនាម័យតើតោអីហ្នឹងហើយពេលខ្លះដល់វគ្គ1ឥឡូវនៅតូចយើងម៉ែឪអ្នកមើលអ្នកថែហ្នឹងចង្ការយើងមើលមិនបានដល់អីចឹងទៅជួយមិញពូក៏និយាយអីជួយមើលទៅចង្ការគាត់មើលមិនបានមើលអីគ្រប់ជ្រុងជ្រោយវាអាចឈឺផ្ដាសាយទៅហើយមួយទៀតអាចមានទូចហ្នឹងអា2 3ខែមួយកោ6ខែហ្នឹងជួនកាលអ្នកដតីអ្នកចិត្តខាងហ្នឹងមកឃើញស្អាតអីចឹងចង់ចេះ3ចង់ពោចង់ថាប់អីវាឆ្លងមេរោគតាមហ្នឹងដែរធ្វើមិនទាំងប្របីនៃស្រុកយើងវាអញ្ចឹងតែបែរកូនស្អាតចង់កាន់ចង់ប៉ះថ្ពាល់ចង់អីចឹងចង់3ពអញ្ចឹងមិនដឹងថាគេស្អាតយល់ឆ្លងមេរោគពីនឹងមកក៏មានដែរហ្នឹងវាមូលហេតុច្រើនហើយដល់ពេលដល់វគ្គចូលរៀនមិនដឹងតែឈឺជាបំផុតតែលាកកផ្ដាសាយហ្នឹងហើយរឿងជំងឺផ្សេងទៀតក៏ណោះតែរឿងផ្ដាសាយវាសម្រាប់លេខ1ហើយព្រោះក្មេងៗមិនដឹងអីទេទៅរៀនទៅអីទៅលេងទៅអីហ្នឹងឆ្លងគ្នាប៉ះគ្នាដើមនំគ្នាញ៉ាំអីចឹងបល័យគ្នាហ្នឹងការផឹកកៅផឹកអីចូលគ្នាមិនដឹងផងចង្ការកំប៉ុងទឹកដូចគ្នាផឹកឆ្លងមេរោគបណ្ដោយអញ្ចឹងដល់វាមានតែណែនាំអីទេហើយអ្នកខ្លះប្រព័ន្ធការពារខ្លាំងប៉ុណ្ណាក៏ដោយតែចូលក្នុងបណ្ដុំនៃមនុស្សហើយសហគមន៍ទៅរៀនហើយដឹងតែឈឺហើយជាបំផុតទៅរឿងផ្ដាសាយបោលាកកហ្នឹងគាត់ថាយើងជាពុកម្ដាយអាសាមើលអាសាថែអាសាអីទៅតែប៉ុណ្្នឹងទេពីអីក្រៅពីដែលខ្ញុំធ្លាប់ធ្វើណែនាំហ្នឹងពេលការពារផ្ដាសាយបែបម៉េចមើលវីដេអូចាស់ៗឃើញហើយវាតែមួយគឺទៅរៀនប្រាប់កូនណែនាំតែប៉ុណ្្នឹងកូនម៉ែកុំទៅរៀនតែមើលពីណាគេហៀសបោកក្អកឯងកុំលើចិត្តកូនឯងឆាប់ចេញពីហ្នឹងប្រាប់ហ្នឹងទៅក្មេងចេះស្ដាប់ហើយជួនកាលកូនឯងពេលចេញលេងម្ដងអីទៅលុបមុខលាងដៃលាងជើងឲ្យស្អាតណាហើយដល់ពេលចូលរៀនវិញអូខេលុបមុខលាងដៃជើងឲ្យស្អាតតែប៉ុណ្្នឹងទេហើយមកដល់ផ្ទះវិញអីកតាបមុងភួយកតាបមួយកៅកូនខោកូនឯហ្នឹងងុយទឹកដុសសម្អាតដូរថ្មីស្អាតចាំយើងរត់លេងចាំយើងអង្គុយលេងក្នុងផ្ទះបានហើយយើងមកដល់កៅស៊ីសាឡាមកអត់តន់យកទៅបោកស្អាតបាត់យកដោះឲ្យដូរថ្មីមកអង្គុយលេងចាំបាយក្នុងបន្ទប់ឆ្លងមេរោគតាមហ្នឹងដែរព្រោះអាហ្នឹងវាឆ្លងតាមរយៈការប៉ះគ្នាហ្នឹងហើយដោយកូវីដដែរអញ្ចឹងផ្ដាសាយជាសបោភ័យគ្រប់គ្នាផ្ដាសាយវាដូចគ្នាហ្នឹងវាឆ្លងតាមការប៉ះគ្នាដៃចុះចូលឡើងអាវអីកទីហ្នឹងវាឆ្លងតាមហ្នឹងវាគ្មានអនាម័យទេហើយមើលនិយាយដល់ណាហើយអូនិយាយទៅឆ្ងាយតទៀតនិយាយរឿងតាមផ្ដាសាយសបោគឺបែបហ្នឹងហើយយើងត្រូវចេះមើលកូនតែផ្ដាសាយសបោអត់មានសម្បាក់សុកស្មាញទេមើលដឹងតាកូនក្អកខុសធម្មតាណាសបោរៀងខៀវសបោរៀងថ្លាសំលេងក្អកទៅរៀងខុលដូចមាន slash ឬកអីចឹងណាសញ្ញាដំបងគឺចេញមកគឺតែប៉ុណ្្នឹងទេហៀសបោរៀងក្តៅខ្លួនស្ទីងបោះកម្ដៅផងស្ទីងស្ទាបឯក្បាលខុសធម្មតាអញ្ចឹងទៅឬក៏យើងមើលតែប៉ុណ្្នឹងមើលតែសបោមើលចំោះកូនសបោតែចំោះសើមហើយហៀតិចថ្លាមកហើយក្អកខែហ្នឹងហ្នឹងនឹងត្រៀមមកហើយទៅរកឆ្នាំលុបអីលេបទប់មកហើយកុំចាំយាយតែប៉ុណ្្នឹងតែឈឺតែវាត្រូវឈឺទៅលេបទប់ប៉ុណ្ណាក៏វានៅឈឺដែរគាត់ថាយើងលេបទប់ការពារមុននេះទេណាថ្នាំដែលយើងអាចរកបានតិចតួចដូចប៉ារ៉ាសេតាមុលឬក៏អីចឹងទៅណាញ៉ាំទឹកបានច្រើនញ៉ាំសាច់គោសុទ្ធអ៊ីណាខ្លាំងណាដូចយើងមនុស្សធំដែរណាមនុស្សធំមានបែបម៉េចពេលផ្ដាសាយដេកញ៉ាំនិយាយខ្វះដេកស៊ីហើយស៊ីសាច់បានឆាប់ជាសាច់គោអាំងស្ងោរស៊ុបគោអីញ៉ាំមើលបែបមានកម្លាំងព្រោះផ្ដាសាយហ្នឹងអត់វិជាខ្លួនឯងទេគាត់ថា
chư ngày nào mới đó bác sai thông nguyên từ nè bác sai thòng đa nó ai bác sai nó cứ cây âm ấy khai cây nhà mày toàn ai chia chia cho lo thì cả chia với dạng cha nó làm từ 7 ngày nó thu từ bên này bỏ ha bác sai thông mà ngày bị ngày từ 4 đau luôn là 3 này vềខ្លះដៅខ្លួនដល់លាកកទៀតក៏មានដែរវាមេរោគពីផ្សេងគ្នាទេលាកកទៅលេបឆ្នាំសាសនៅមានថែមទៀតហើយមានតែប៉ុណ្្នឹងទេវាមានប៉ុណ្្នឹងដែរមើលនិយាយតទៀតតកតងផ្លាស់សាយហ្នឹងគឺមានតែប៉ុណ្្នឹងក្មេងៗទុយហ្នឹងម៉ែដូចគ្នាចឹងពេលព្រៃក្មេងផ្លាស់សាយហ្នឹងគឺប្រយ័ត្នប្រយែងលាកកផ្លាស់សាយហ្នឹងគឺត្រូវចេះការពារមិនកូនផ្លាស់សាយមានស្អីតាមម្ដាយពុកអត់ចេះមើលអត់ណាម៉ៃទេឆ្លងដល់ម៉ែហ្នឹងទៅវិញទៅមកជុំវិញផ្ទះហ្នឹងគ្មានងាយជាទេឈឺម្ដងឈឺតែមួយហ្នឹងឈឺមួយខែពីរខែដល់ហ្នឹងវាឆ្លងគ្នាទៅវិញទៅមកជាពិសេសចាស់នៅផ្ទះហ្នឹងអាយុច្រើនទៅចាប់ប្រយ័ត្នតិចឲ្យគាត់ឆ្លងតែឆ្លងធ្ងន់ដូចកូនក្មេងកូនង៉ែចឹងវាប្រព័ន្ធការពារខ្សោយចឹងមិនថាក្មេងតូចៗហើយនឹងកូនងាកូនអីហ្នឹងហើយនឹងនិយាយចាស់ហ្នឹងគឺត្រូវចាក់វ៉ាក់សាំងការពារផ្លាសាយហើយមើលមិនឃើញទេទៀតដល់ដើរខ្យល់មកផ្លាសាយពេញហ្នឹងយើងចាប់ប្រយ័ត្នតែប៉ុណ្្នឹងទេហើយចេះមើលថាដឹងថាចាប់ផ្ដើមឈឺរហូតឆ្នាំលោអីលេបទុកហើយតែប៉ុណ្្នឹងហើយផ្លាសាយតែប៉ុណ្្នឹងគាត់ថាយើងមិនបានព្យាបាលត្រឹមត្រូវទៅវាវត្តទៅជាលាកសួតរឿងលាកសួតរឿងផ្សេងរឿងលាកសួតហ្នឹងគឺវាប៉ះពាល់ដល់សាច់សួតនិយាយជាខ្លីប៉ះពាល់ដល់សាច់សួតមេរោគឆ្លងទៅអញ្ចឹងតែឆ្លងមេរោគសួតទៅវាធ្វើឲ្យមានដង្ហត់អីចឹងតែលាកសួតខ្លាំងក្អកយកឲ្យក្អកលាកកផងក្អកដោយសារសួតមានបញ្ហាឡើង stress ឡើងនៅតងសួតអញ្ចឹងធ្វើឲ្យក្អកយកជាពិសេសអ្នកកាត់ហឺតអីហ្នឹងកាត់ហត់យកកក់យកអាហ្នឹងងើតដល់ហឹបអូហត់អាហ្នឹងពេលខ្លះហត់ធ្ងន់ធ្ងរមែនតើទៅដេកពេទ្យទៀតបើហត់មកអីយើងដឹងអញ្ចឹងឆ្ពងអីទៅហើយបើសួរខ្ញុំថាចុះកាត់ហឺតមិនទៅវាវែងឆ្ងាយតទៀតដែរកាត់ហឺតនិយាយមិនខ្លីទៅគឺសួតយើងហ្នឹងវាដូចប៉ាំងបាយជូរអញ្ចឹងណាអាប៉ាំងបាយជូរមួយផ្លែហ្នឹងគឺកន្លែងតែបញ្ចេញខ្យល់បឺតភឺតផតចេះដើម្បីអុកស៊ីហ្សែនទៅចិញ្ចឹមហើយហ្នឹងនិយាយខ្លីអញ្ចឹងតែពេលវាកាត់ហឺតទៅវាការរលាករ៉ាំរ៉ៃការហឺតនៅសារតែយើងរលាកសួតរ៉ាំរ៉ៃអាសាររលាកសួតអាសារហត់អាសារឈឺអញ្ចឹងយូរទៅសាច់សួតវាខូចតែពេលសាច់សួតវាខូចទៅប្រហោទៅប៉ែបញ្ជូរណាខ្ញុំឧទាហរណ៍ទៅប៉ែបញ្ជូរកន្លែងមូហ្នឹងវាមានរាប់ពាន់រាប់ម៉ឺននោះទុយអ្នកបើเป็นជាអ្នកដែលផ្លាស់ប្ដូរចរន្តខ្យល់យើងដកដង្ហើមហ្នឹងនិយាយខ្លីយកអញ្ចឹងណាតែពេលយើងឈឺញឹកញាប់ទៅអាកន្លែងហ្នឹងវាខូចវាដូចតែយើងស្បែកយើងរលាកភ្លើងទៅវាស្លោកណាអញ្ចឹងអាកន្លែងវាស្លោកដល់ពេលស្លោកទៅវាធ្វើចលនាច្បាច់ឲ្យកើតនិយាយអញ្ចឹងហើយដល់ពេលច្បាច់ទៅវាស្អិតទៅវាធ្វើឲ្យដកហើមងើតចឹងដល់ពេលយើងត្រូវការប្រើថ្នាំឬក៏ការឆ្ពងឲ្យដើម្បីអាកន្លែងហ្នឹងវាហើបធំមកវិញដល់ពេលវាអត់បើកវិញវាធ្វើឲ្យងើតចឹងមិនយល់ទេចង់ប្រយ័ត្នប៉ុណ្្នឹងហើយបើមិនយល់ក៏មិនធ្វើមិនដែរគាត់ថាកាត់ហឺតវាខូចតងសួតវាត្បៀតតងសួតអញ្ចឹងតែធ្លាប់ផ្លាស់សាយតែយើងអាសារលាកសួតរ៉ាំរ៉ៃអាសារហត់សាយគឺទៅឲ្យវិវត្តទៅជាកាត់ហឺតហើយតែសួតខ្សោយហើយដូចមិននិយាយអញ្ចឹងស្បែកយើងតែវាលួចតែវាធ្លាក់លាកភ្លើងហើយគឺតែស្នាមហើយមិនអាចបាត់តាណាទេបាទស្បែកអូខេបើតិចតួចអាចកែសម្ផស្សបានតែសួតវាមិនដែរទៅកែសម្ផស្សសួតនោះអញ្ចឹងមានន័យអញ្ចឹងហើយអញ្ចឹងគាត់ថានិយាយពីនេះតិចតតងរះសាយជាសបោនោះគឺចាប់ប្រយ័ត្នតែប៉ុណ្្នឹងទេហើយតែអាសាឈឺហើយអាសាឈឺញឹកពេកដឹងអាកូនចាប់កាច់ក្បាលដំបងគឺឈឺដូចយូរហត់ដូចខ្ញុំអញ្ចឹងពីក្មេងដូចអត់សូវឈឺទេវានឹងថាមូលហេតុដែរយើងចាំខ្លួនឯងដូចអត់សូវតែផ្ដាសាយជាសបោទេហើយឈឺដូចគ្មានអីទេដូចឃើញឆ្នាំញ៉ាំឆ្នាំណាអីហ្នឹងដឹងយើងមិនចាំទេតែដល់ពេលធំឡើងយើងអត់តែឈឺដែរផ្ដាសាយសបោឈឺតិចតួចតែប៉ុណ្្នឹងទេហើយបើផ្ដាសាយយើងដឹងថាតើគួរលេបថ្នាំអីផឹកថ្នាំអីហើយបើធ្ងន់ធ្ងរខ្លាំងយើងត្រូវការប្រើថ្នាំអីមួយចំនួនទៀតថែមលើហ្នឹងណាតែប៉ុណ្្នឹងទេផ្ដាសាយធម្មតាមួយឆ្នាំទៅម្នាក់ផ្ដាសាយ2 ដងអីហើយអញ្ចឹងគាត់ថាក្មេងៗកាច់ក្បាលដបូងហ្នឹងយើងព្យាយាមទៅម៉ែឪពុកម្ដាយហ្នឹងធ្វើម៉េចកុំឲ្យសាឈឺពេកហើយជាតូចហ្នឹងដែលខ្ញុំនៅវីដេអូណែនាំរហូតហ្នឹងផ្ដាសាយសបោយហ្នឹងមកអីត្រូវចេះធ្វើខ្លួនឯងហ្នឹងដែលខ្ញុំវីដេអូថតបញ្ចូលណែនាំច្រើនដែរវីដេអូខ្ញុំប៉ាត់ណាប៉ាត់ដីពេញហ្នឹង Facebook ផង TikTok ផង YouTube ផងវល់ពេញហ្នឹងចេះតែឥឡូវកើត YouTube និយាយពីនេះទៅនឹកឃើញអីនិយាយហ្នឹងជាអ្នកចូលចិត្តស្ដាប់លើ YouTube អីស្ដាប់លេងទៅបើកចោលស្ដាប់លេងខ្ញុំនិយាយទៅស្ដាប់អ្នកចង់ដេកអីស្ដាប់លេងទៅហើយបើថាចង់ដឹងរឿងអីទេចាំមើល comment ក្នុង comment ខ្ញុំទៅcomment ក្នុងវីដេអូទៅចាំមានតនេខ្ញុំនិយាយតទៀតតនេលេងជប់ឡើងនិយាយលេងឲ្យយើងដឹងមិននិយាយលេងនិយាយមែនតើផងនិយាយខ្លីទៅនិយាយចូលឡើងគឺតែឈឺច្រើនខ្សោយហើយតែខ្សោយធំឡើងគឺខ្សោយមិនទៅមមតមទេអញ្ចឹងធ្វើឲ្យកាច់ក្បាលទៅកុំឲ្យធ្វើឈឺពេក
ជាយាមក្មេងៗទទួលវាអត់ដឹងអីទេបើថាចាប់បានដឹងអីអូខេវាដឹងអីអញ្ចឹងវាស្រួលយើងអត់ដឹងអីហ្នឹងត្រូវការមើលគ្រប់គ្រងពីលើវាហើយបើថាធំឡើងដូចខ្ញុំចាឯងតាណាទៅតែម៉ែលេងខ្វល់ហើយអញ្ចឹងមានតែប៉ុណ្្នឹងឯងអញ្ចឹងព្យាយាមធ្វើម៉េចកុំឲ្យខ្លួនថាឈឺពេកហើយវីដេអូណែនាំផ្លាស់សាយរបស់កក់អីណាខ្ញុំមានធ្វើច្រើនណាស់អាចចូលមើលលេងទៅចឹងអស់និយាយលេងប៉ុណ្្នឹងថ្ងៃនេះចាំតែឃើញប្រធានបទថ្មីអីផ្សេងទៀតចាំនិយាយលេងតទៀតចឹងថ្ងៃនេះអស់តែប៉ុណ្្នឹងចឹងជួបខ្ញុំនៅវីដេអូក្រោយបាយបាយ